បងប្អូនមកនេះឈ្មោះថៃកំពុងតែរីករាយចាំអត់មើច្រកព្រំដែនកម្ពុជាថៃបើសិនជាមានការបាក់ច្រកព្រំដែនរវាងកម្ពុជាថៃឡើងវិញណាគឺទំនិញថៃកក់កុញដែលលក់មិនចេញច្រើនខែហ្នឹងណានឹងដឹកចូលមកកម្ពុជាយកម្លៃឡុងលក់ធូរបងប្អូនអូយសង្ឃឹមថាទូបាក់ច្រកព្រំដែនទូត្រូវគ្នាជាមួយនឹងសៀមវិញទោះថាតាហ៊ានយើងបានមកដល់ទឹកដីកម្ពុជាវិញក៏ដោយពហិការនៅតែពហិការបងប្អូនណាពេលដែលវាបញ្ជូនជាមួយនឹងចំណីអាហារឬក៏របស់ប្រើប្រាស់យកមកចូលក្នុងទឹកដីខ្មែរយើងជាថ្មីម្ដងទៀតគឺវាធ្វើឲ្យយើងនឹងប៉ះពាល់សុខភាពដល់ពេលដែលយើងញ៉ាំឬក៏យើងប្រើត្រូវចាំថាថៃវាហ៊ានសម្លាប់តាហ៊ានយើងរឿងអីដែលវាមិនហ៊ានសម្លាប់ប្រជាជនយើងឆ្នេះកុំមួយផ្លែតកុំមួយឆាកុំបកក្រោយកុំទៅប្រើជាមួយនឹងផលិតផលវាវិញមិនថារបស់ប្រើប្រាស់មិនថារបស់ញ៉ាំឯងបងប្អូនគឺខ្ញុំគ្រប់គ្រងជាមួយនឹងផលិតផលក្នុងស្រុកមានតិចប្រើតិចមានច្រើនប្រើច្រើនគឺខ្ញុំគ្រប់គ្រងជាមួយនឹងផលិតផលខ្មែរចាប់តាំងពីខ្ញុំឈឺចាប់ជាមួយនឹងសៀមមកបងប្អូនរឿងពីមុនបំភ្លេចចោលបងប្អូនណាតែសំខាន់ឥឡូវនេះគឺថា